បងប្អូនណាកាលពីថ្ងៃទី24និង25ខែមករាឆ្នាំ2026នេះលោកអគ្គនាយកក្រុមហ៊ុន New Trade លោកហាន់សីហាបានចាប់ដៃសហការជាមួយវិនិយោគិនរបស់សហរដ្ឋអាមេរិកដែលមាន53ប្រទេសតាមរយៈការប្រជុំZoomសូមបងប្អូនស្ដាប់ការសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន New Trade ដូចតទៅឃើញថាគាត់ដឹងគាត់មានជំនឿថាជាសាសនាមួយជាការដឹកនាំមួយដែលផ្ដោតទៅលើភាពល្អនៅក្នុងសង្គមហើយគាត់មើលឃើញថា New Trade ពិតជាជួយឲ្យតាំងពីកុមារដល់វ័យចាស់រហូតដល់លោកគ្រប់វ័យទាំងអស់អញ្ចឹងជាចំណុចមួយដែលពិសេសបណ្ដាគាត់បណ្ដាធ្លាប់ជួបពីមុនមក One of the doctors in Ghana and one of the doctors in Côte d'Ivoire. So even the Ghanaian doctor ដើម្បីឲ្យប្រទេសកម្ពុជាយើងមានសក្តានុពលនៅលើទ្វីបអឺរ៉ុបសូមបងប្អូនជួយ like និង share ម្នាក់មួយផងបងប្អូនណាសូមអរគុណ or if you take top MLM network marketing in the world, every company has office in Africa. Company like Herbalife, Amway, and the Long-Range Company, PNC Company, all these companies are from Africa, Ghana. Because in Africa, if you bring your business to Africa, you need to come to Ghana, my country. If you start your network marketing for my own country, Ghana, your business moving than any country. That's why right now Chinese companies start from Ghana. Chinese, Philippines, Malaysia companies, a lot of companies start from Ghana. In Ghana, it's a small country, but in terms of the selling and the doctors and the students, it's a peaceful people, France people. That's why a lot of companies like to start network company in Ghana. Example, Malaysia company. Some of Malaysia companies open the MLM business. They start from Ghana before all countries started. គាត់បានបញ្ជាក់ថាជាបទពិសោធន៍ទីផ្សារ MLM នៅក្នុងពិភពលោកដែលទីផ្សារបំពុះកម្រិតទីផ្សារបណ្ដាញដែលលេចធ្លោនៅក្នុងពិភពលោកទាំងអស់គឺធ្វើការពង្រីកវិសាលភាពទៅអាហ្វ្រិកទាំងអស់គឺចាប់ផ្ដើមចេញពីប្រទេសហ្គាណាហើយរីកសាយភាយពីប្រទេសហ្គាណាទៅបណ្ដាប្រទេសផ្សេងៗទៀត Herbalife before and John for how before all these companies the Chinese and the American companies. So in Ghana a lot of doctors is there and the whole Africa 54 countries they like Ghanaian doctors and Ghanaian distributors. That's why if you brought your business in Ghana, your business can move in faster. ក្រុមហ៊ុនជាច្រើនដែលគាត់ធ្លាប់ធ្វើការ20ឆ្នាំប្រទេសកាណាគឺជាប្រទេសដែលមានវិជ្ជាបណ្ឌិតជាច្រើនដែលគាត់ផ្ដោតមានជំនាញទៅលើអាហារូបត្ថម្ភក៏ដូចជាអាហារបំពន់ផ្សេងៗទៀតហើយការពង្រីកវិសាលភាពទៅទីផ្សារនៅក្នុងប្រទេសផ្សេងៗគឺលឿនជាងប្រទេសដទៃទៀតហេតុនេះហើយបានជាក្រុមហ៊ុនទីផ្សារបណ្ដាញធំមានឈ្មោះបោះសម្លេងនៅក្នុងពិភពលោកគឺចាប់ផ្ដើមទៅទីផ្សារនៅទ្វីបអាហ្វ្រិកហើយចូលទៅក្នុងប្រទេសហ្គាណាមុនគេ Everybody try to build your own team. You need to build your own team. គាត់មានជំនឿចិត្តថានឹងគាត់ជឿថា New Trade គឺផ្ដើមចេញពី leader របស់គាត់ទាំង37ប្រទេសដែលមានហ្នឹងគឺគាត់មានឆន្ទៈក៏ដូចជាគាត់ត្រៀមខ្លួនរួចរាល់ដើម្បីរុញទីផ្សាររបស់គាត់ New Trade ដែលមានគាត់ជា top leader នៅក្នុងនៅក្នុងអាហ្វ្រិកាគឺតាមរយៈ leader នៅតាមបណ្ដាប្រទេសមួយនឹងរុញការងារនេះយ៉ាងលឿនទៅដល់ team របស់គាត់នៅតាមបណ្ដាប្រទេសមួយ